មានបងប្អូនគាត់គិតថាការធ្វើកញ្ចក់នៅស្រុកអាមេរិកនេះបានលុយច្រើនចាក៏ប៉ុន្តែក៏មិនមែនបានមកយើងទាំងអស់ដែរបងប្អូនគឺយើងត្រូវចំណាយទៅឲ្យម្ចាស់ហាងគេហើយនឹងយើងត្រូវទុកបង់ពន្ធនៅពេលដែលធ្វើតាក់ម្ដងចាហើយម្យ៉ាងទៀតគឺយើងក៏ត្រូវទិញ supply ទិញគ្រឿងធ្វើកញ្ចក់ដែលយើងត្រូវប្រើប្រចាំថ្ងៃដែរចាហើយខ្ញុំទទួលស្គាល់ថាយើងអាចរកប្រាក់ចំណូលពីការធ្វើកញ្ចក់នឹងបានច្រើនក៏ប៉ុន្តែក៏មិនមែនគ្រប់គ្នាដែរបងប្អូនមានបងប្អូនខ្លះគាត់ធ្វើតែជើងចឹងទៅគឺគាត់ក៏មិនអាចរកចំណូលបានច្រើនដែរលើកលែងតែបងដែលគាត់ធ្វើគ្រប់មុខតអាគ្រីលិកដកអញ្ចើមចាធ្វើដៃជើងគ្រប់សពអញ្ចឹងទៅអានឹងក៏យើងអាចរកចំណូលបានទៅតាមនឹងដែរហើយការធ្វើកញ្ចក់ហ្នឹងក៏មិនប្រកាសថាយើងអាចរកចំណូលបានមួយឆ្នាំពេញមួយឆ្នាំទេបងប្អូនដោយសារតែហាងកញ្ចក់នីមួយនៅតាម state ក៏ខុសគ្នាដែរចាខែក្តៅមានខែក្តៅខែត្រជាក់អញ្ចឹងទៅអញ្ចឹងហាងកញ្ចក់ពេលដែលខែក្តៅគឺយើងអាចរកចំណូលបានច្រើនចាហើយចំណែកឯខែត្រជាក់វិញគឺចប់ហើយបងប្អូនហាងខ្លះគឺមួយថ្ងៃបានតែម្នាក់ពីរនាក់ហ្នឹងគឺអស់ហើយចាគឺស្ងាត់អញ្ចឹងបានថាយើងមានភ្ញៀវខ្លួនឯងអញ្ចឹងទៅយើងគ្រាន់បានភ្ញៀវដែលយើងធ្វើរាល់ថ្ងៃហ្នឹងគឺគាត់មកពី3អាទិត្យម្ដងមានឲ្យយើងធ្វើចាតែសម្រាប់បងប្អូនដែលគាត់អត់មានភ្ញៀវទេគឺអានឹងចាំភ្ញៀវដើរចូលគឺរៀងពិបាកចាហើយការធ្វើកញ្ចក់នេះមិនមែនបានលុយស្រួលទេបងប្អូនពេលខ្លះយើងក៏ត្រូវមានភាពអត់ធ្មត់ដោយសារតែរៀងរាល់ថ្ងៃយើងមកធ្វើក៏មិនមែនជួបតែភ្ញៀវល្អដែរហើយថ្ងៃខ្លះក៏យើងត្រូវប្រឈមមុខជាមួយនឹងភ្ញៀវដែលគាត់ពិបាកតែមិនថាពិបាកប៉ុណ្ណាទេបងប្អូននៅពេលដែលភ្ញៀវចូលមកដល់តុយើងហើយគឺយើងត្រូវធ្វើម៉េចឲ្យភ្ញៀវនឹងដើរចេញទៅវិញដោយភាពស្រស់ស្រាយនិងពេញចិត្តនេះហើយជាការបៀលភ្ញៀវដោយសារតែយើងត្រូវធ្វើម៉េចឲ្យភ្ញៀវយើងនឹងពេញចិត្តនៅស្នាដៃរបស់យើងការនិយាយការរស់រាយចាអញ្ចឹងទៅថ្ងៃក្រោយគឺគាត់អាចវិលត្រឡប់មករកយើងវិញចាហើយសំខាន់ណាស់ក្នុងការបៀភ្ញៀវបងប្អូនព្រោះភ្ញៀវដែលគេចូលចិត្តយើងហើយមិនថាយើងទៅដល់ទីណាក៏គេនៅតែចង់បានយើងឲ្យធ្វើឲ្យគេដែរធម្មតាភ្ញៀវនៅពេលដែលគាត់មកជួបយើងជាលើកទី1គាត់តែងតែសួរនាំចង់ដឹងពីយើងតើយើងធ្វើបានប្រហែលឆ្នាំហើយយើងមានបទពិសោធន៍អីខ្លះយើងចេះធ្វើអីខ្លះអញ្ចឹងយើងធ្វើឲ្យគេអត់ស្អាតចានៅពេលដែលយើងធ្វើឲ្យគេហើយគឺមើលទឹកដៃយើងគេឃើញយើងរស់រាយរាក់ទាក់បងប្អូនគេមិនខ្លាចនឹងមកធ្វើយើងទៀតទេហើយភ្ញៀវខ្លះក៏គេណែនាំមិត្តភ័ក្តិបងប្អូនគ្រួសារមកឲ្យយើងធ្វើឲ្យហើយនៅស្រុកអាមេរិកនេះគេចាយទឹកតែការចេះធ្វើកញ្ចក់តែមួយមុខមិនគ្រប់គ្រាន់ទេបងប្អូនគឺយើងត្រូវចេះរស់រាយរាក់ទាក់និយាយជាមួយភ្ញៀវចាសួរនាំភ្ញៀវចង់បានអីចាអញ្ចឹងទៅភ្ញៀវក៏គេមើលយើងទៅតាមនឹងដែរហើយការធ្វើកញ្ចក់នេះបងប្អូនគឺយើងធ្វើចេញពីបេះដូងចេញពីក្តីស្រឡាញ់និងជំនាញរបស់យើងចាដោយមិនធ្វើតាហើយឲ្យទៅរួចពីដៃដើម្បីយកលុយតែមកពេលទេបងប្អូនចាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀតហើយកុំភ្លេច share និង follow page ម្នាក់មួយផងណាបងប្អូនអូខេបាយបាយ